ជាយោធាការពីទឹកដីរស់នៅក្នុងព្រៃដែនដីខេមរាលើភ្នំដងរែកព្រំដែនសីមាស្ម័គ្ររួមការពីស្លាប់មិនរីថយចៃដនថ្ងៃមួយខ្ញុំមានវាសនាបានជួបបុប្ផាជាម្ចាស់អំណាចរួមចិត្តរួមថ្លើមអ្នកសាក់មកភូមិក្រោយនាំយកអំណោយចែកជូនកងទ័ពសក់ខ្មៅរលើកកែភ្នែកមកថ្លាជ្រមុះ